សួស្តីអ្នកគ្នាខ្ញុំឆេស៊ីត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងទៀតតពីភាគមុនហ្នឹងគឺយើងដឹងហើយថាលោកគ្រូហ្នឹងគាត់បានដាក់ហ្គេមមួយដើម្បីឲ្យសិស្សហ្នឹងលេងដូចជាដូរកដោគ្នាទៅវិញទៅមកអីចឹងហើយឥឡូវហ្នឹងឃើញថាបរិយាកាសនៅក្នុងថ្នាក់ហ្នឹងគឺស្រស់បំព្រងខ្លាំងមែនតើប៉ុន្តែបើមានជីមិត្តភ័ក្តិរបស់ស៊ូអេវិញគឺអត់សប្បាយចិត្តទេដោយសារតែខ្លួនហ្នឹងត្រូវចាប់គូឲ្យកដោជាមួយនឹងមនុស្សដែលខ្លួនឯងហ្នឹងអត់សូវចូលចិត្តស្រាប់តែពេលហ្នឹងក៏មានប្រធានសិស្សម្នាក់ហ្នឹងក៏ដើរចូលមកក្នុងថ្នាក់ហ្នឹងដែលមកជាមួយនឹងกระดาษបន្ទុករបស់សិស្សទាំងអស់គ្នាដែលលេខរៀបហ្នឹងគឺរៀបទៅតាមលំដាប់បន្ទុករបស់ម្នាក់ៗនៅក្នុងមុខវិជ្ជាគណិតវិទ្យាតែមើលទៅម្នាក់ៗគឺអត់សូវជាសប្បាយចិត្តទេពេលដែលដឹងថាលទ្ធផលហ្នឹងគឺចេញហើយពេលហ្នឹងមិត្តភក្តិស៊ូអេហ្នឹងក៏សួរស៊ូអេថាហេស៊ូអេឯងហ្នឹងអត់ចង់ទៅឆែកមើលទេតែស៊ូអេគេនិយាយឡើងលយថាខ្ញុំដឹងហើយថាឈ្មោះខ្ញុំប្រកាសជានៅបាតតារាងហ្នឹងព្រោះតែចម្លើយនៅក្នុងกระดาษប្រឡងរបស់ខ្ញុំគឺខ្ញុំទាយទាំងអស់ហ្នឹងហើយណាមួយស៊ូអេគាត់ត្រូវចូលទៅក្នុងសាលាសិល្បៈអញ្ចឹងហើយគាត់គិតថាមិនត្រូវការគណិតវិទ្យាអីទេទោះបីជាស៊ូអេនឹងនិយាយលយមែនប៉ុន្តែខ្លួនក៏រៀងខ្មាស់គេដែរដោយសារតែពួកម៉ាក់ទាំងអស់មានតែស៊ូអេដែលនៅបាតតារាងមានជីនឹងក៏និយាយចាក់ដោតទៀតថាចុះអាជីណូគេក៏ត្រូវទៅសាលាសិល្បៈដូចជាឯងដែរប៉ុន្តែគេរៀនបកែហើយអាជីនឹងក៏ស៊ីចូលទៀតថាខ្ញុំនឹងបកែគ្រប់យ៉ាងអញ្ចឹងហើយពេលហ្នឹងមេក្រូខាងសាលាហ្នឹងក៏ចាប់ផ្ដើមប្រកាសឡើងដោយលោកគ្រូហ្នឹងគាត់បានរាយនាមសិស្សដែលត្រូវទៅនិយាយជាមួយគ្រូហ្នឹងនៅការិយាល័យហើយតាមការរៀបរាប់ឈ្មោះហ្នឹងក៏មានឈ្មោះរបស់ស៊ូអេដែរធ្វើឲ្យស៊ូអេហ្នឹងរៀងភ្ញាក់ផ្អើលដែរហើយអ្នកសិស្សដែលគ្រូបានរាយនាមហៅទៅការិយាល័យហ្នឹងគឺសិតតែជាសិស្សដែលរៀនអន់បំផុតមានន័យថាសិស្សទាំងអស់ហ្នឹងមិនអាចសំបីនៅក្នុងបាតតារាងមានន័យថាសិស្សក្រៅតារាងមកដល់ហ្នឹងគ្រូមានអីក្រៅពីឈរទេសនាទេថាពូហែងនេះត្រូវទៅរៀនមូលដ្ឋានគ្រឹះឡើងវិញទាំងអស់និយាយពីថាស៊ូអេយើងគឺគាត់មានអារម្មណ៍ថាគាត់ខ្មាស់គេខ្លាំងមែនតើហើយនៅក្បែរស៊ូអេហ្នឹងក៏មានដូវ៉ាដែរដូវ៉ាហ្នឹងក៏កំពុះសិស្សដែរសំខាន់ណាស់ក៏មានសិស្សផ្សេងទៀតហ្នឹងគេដើរចូលមកការិយាល័យគ្រូហ្នឹងគេក៏ចេះតែមើលឲ្យខ្សឹបខ្សៀវនិយាយចំអកលក់លើយទៀតស៊ូអេយើងកើតចិត្តខ្មាស់គេពេកហ្នឹងក៏យកសក់ខ្លីៗយកមកបាំងមុខដូវ៉ាឃើញអញ្ចឹងក៏សួរថាមានរឿងអីមែនខ្មាស់គេស៊ូអេលូភ្លាមក៏ស្លក់ថ្មែក៏សួរប៉ាំងទៅវិញថាចុះយើងនឹងអត់ខ្មាស់គេទេដូវ៉ាហ្នឹងក៏និយាយទាំងហីថាខ្ញុំគឺជាអ្នកវឹកហាត់ខ្លាចទៅជាតារាអញ្ចឹងហើយការសិក្សាហ្នឹងគឺខ្ញុំគ្មានពេទេស៊ូអេក៏លឺថាគ្មានទេតារាស្អីស៊ូអេនិយាយហើយក៏ងាកឆ្វេងងាកស្ដាំមើលដែរហើយក៏និយាយទៀតថាប៉ុន្តែយើងប្រាប់ខ្ញុំឲ្យថាយើងមិនមែនតារាស្អីទេព្រោះតែដូវ៉ាហ្នឹងក៏ធ្លាប់ប្រកែកដែរថាមិនមែនទេពេលហ្នឹងស៊ូអេក៏ស្រាប់តែលឺសំឡេងលោកគ្រូហៅអូនយកចាំមកផ្លែតសិនណាគ្រាន់តែស៊ូអេលឺឈ្មោះអូនយកភ្លាមឡើងគាំងមកងាកទៅខាងឆ្វេងដៃខ្លួនក៏ឃើញថាអូនយកកំពុងតែដើរចូលមកដែរសំខាន់ណាសម្លឹងមុខគ្នាទៀតហើយនៅក្បែរខ្លួនហ្នឹងក៏មានដូវ៉ាក្បែរហ្នឹងទៀតសិតតែសត្រូវស៊ូពូជហើយដូវ៉ាគ្រាន់តែឃើញមុខអូនយកភ្លាមអាហ្នឹងទៀតហើយភ្លាមហ្នឹងយើងក៏ឃើញថារ៉ាអឹមក៏មកទីហ្នឹងដែរសំខាន់ណាមកលើកនេះគឺមកជាមួយនឹងរូបរាងថ្មីតែចរិតនៅ fake ដដែលហើយស៊ូអេគ្រាន់តែឃើញភ្លាមគឺចាប់អារម្មណ៍ថាគ្រាន់តែរ៉ាអឹមហ្នឹងលើកសក់មុខចេញគឺមើលទៅកាន់តែស្អាតពេលដែលដើរចូលមកក៏មានសិស្សផ្សេងហ្នឹងហៅរ៉ាអឹមនិយាយគ្នាអីអញ្ចឹងប៉ុន្តែរ៉ាអឹមអត់ខ្វល់ទេងាកមុខចេញហើយក៏មកនិយាយជាមួយនឹងអ៊ុនយុកប្រាប់អ៊ុនយុកថាមានមិត្តរួមថ្នាក់របស់គាត់ហ្នឹងបានធ្វើឲ្យគាត់ហ្នឹងមានរបួសនៅលើថ្ងាសរបៀបថាគេមកក្មេងតូចដាក់អ៊ុនយុកអីអញ្ចឹងអ៊ុនយុកហ្នឹងគាត់ក៏និយាយធម្មតាទៅថាបើអញ្ចឹងមិនក៏មិនយកសក់ហ្នឹងបាំងទៅចាំបាច់អីដូរម៉ូតសក់ហើយរ៉ាអឹមហ្នឹងក៏និយាយបែបគួរឲ្យចង់ទះថាខ្ញុំចង់ឲ្យគ្រប់គ្នាហ្នឹងបារម្ភពីខ្ញុំនិយាយទៅរ៉ាអឹមគេធ្វើខ្ជីខ្ជូដាក់អ៊ុនយុកអីចឹងស៊ូអេនៅក្បែរហ្នឹងម៉ាត់លើស៊ូអេពេលឃើញអញ្ចឹងក៏ចាប់ផ្ដើមការចិត្តសង្ស័យគិតថាតិចលបភ័ញរបស់ខ្លួនហ្នឹងធ្លាក់ទៀតទៅស៊ូអេយើងភ័យយើបដ ாய் ពេលហ្នឹងរ៉ាអឹមក៏សួរអ៊ុនយុកថាចុះគិតមិនដែរសក់ខ្ញុំតែមើលទៅអ៊ុនយុកគឺបានខ្វល់ខ្វាយមួយរ៉ាអឹមឯងគាត់ហ្នឹងក៏ឈោងដៃទម្លុះពីក្រោយខ្នងរ៉ាអឹមទៅរកស៊ូអេយើងណោះទៅសារ៉េកអាវស៊ូអេដោយសារតែឃើញកអាវស៊ូអេហ្នឹងរញ៉េរញ៉ៃពេកស៊ូអេយើងពេលឃើញតង្វើអញ្ចឹងខ្លួនអៀនខ្លាំងហើយអ៊ុនយុកគាត់ក៏ឆ្លៀតប្រាប់ទៅថាមកពីកអាវយើងវាអត់ស្អាតមើលទៅទង្វើមួយហ្នឹងវាតិចតួចទេប៉ុន្តែស្និទ្ធស្នាលខ្លាំងណាពេលហ្នឹងស៊ូអេរំភើបសប្បាយរីករាយមែនតើដោយសារតែខ្លួនមានអារម្មណ៍ថាខ្លួនកំពុងតែឈ្នះរ៉ាអឹមហើយពេលហ្នឹងដូវ៉ាគាត់ក៏ចាប់អារម្មណ៍មើលទៅលើទឹកមុខរបស់រ៉ាអឹមដែរហើយពេលហ្នឹងអ្នកគ្រូគាត់ក៏ចូលមកកាត់ចង្វាក់គាត់ថាសុំទោសដែលគាត់ឲ្យពួកយើងហ្នឹងចាំយូរនិយាយឲ្យខ្លីទៅរឿងដែលគាត់ហៅអ៊ុនយុករ៉ាអឹមមកអីហ្នឹងគឺដោយសារតែប្រហែលអ្នកហ្នឹងគឺជាសិស្សដែលជាប់លំដាប់ថ្នាក់លេខ1នៅសាលាតែម្ដងអញ្ចឹងហើយខាងសាលាហ្នឹងគេនឹងផ្ដល់ជាអាហារូបករណ៍ហើយចំណែកសិស្សដែលដូចជាស៊ូអេនិងដូវ៉ារៀនមិនសូវចេះហ្នឹងខាងសាលាក៏គេចាប់ដើមរៀបចំមកបំពន់ឲ្យសិស្សទាំងអស់គ្នានឹងដែរហើយសិស្សម្នាក់ៗហ្នឹងគឺអត់សូវសប្បាយចិត្តទេដោយសារតែអត់ចង់រៀនបន្ថែមដោយសារតែចេញពីរៀនហើយត្រូវនៅរៀនទៀត
ហើយគ្រាន់តែបញ្ចប់ម៉ោងសិក្សាអស់ភ្លាមដោយតែគ្រូបាននិយាយអញ្ចឹងណាសិស្សណាដែលរៀនខ្សោយរៀនធ្លាក់ខ្លាំងហ្នឹងគឺត្រូវនៅរៀនបន្តជាមួយនឹងគ្រូគណិតហើយនៅក្នុងចំណោមហ្នឹងក៏មានស៊ូអេហើយនិងដូវ៉ាយើងផងដែរតែមើលតែទង្វើរបស់ស៊ូអេយើងទៅចាគឺគ្មានខិតខំប្រឹងប្រែងរៀនសូត្រអីទេគិតតែងោកចុះងោកឡើងគ្រូគាត់ក៏បញ្យល់មេរៀនឲ្យបាត់គ្រូហ្នឹងក៏ថាឥឡូវបានហើយគ្រូបានបញ្យល់ឲ្យអស់ហើយអញ្ចឹងពួកឯងហ្នឹងអាចធ្វើឲ្យអស់ហ្នឹងបានខ្លួនឯងណាហើយលោកគ្រូហ្នឹងគាត់ក៏បានចែកกระดาษលំហាត់ឲ្យម្នាក់មួយហើយពេលហ្នឹងហើយដែលស៊ូអេហ្នឹងគឺភ្ញាក់ដូចតែកាភ្លៀងអញ្ចឹងដោយសារតែខ្លួនហ្នឹងគឺដេកមួយថ្ងៃហើយអត់មានស្ដាប់គ្រូបញ្យល់អីបន្តិចទេសំខាន់លោកគ្រូហ្នឹងក៏គាត់បញ្ជាក់ទៀតថាអត់មានឲ្យទៅផ្ទះរហូតដល់ដោះស្រាយលំហាត់ទាំងអស់ហ្នឹងបានស៊ូអេយើងភ័យយើមែនតែងាកទៅមើលដូវ៉ាយើងក៏ទៅតែងើបពីដេកដូចគ្នានិយាយទៅពីរនាក់ហ្នឹងគឺយ៉ាប់ដូចគ្នាអត់មានគិតរៀនទេគិតតែដេកហើយពេលវេលាហ្នឹងក៏ចេះតែកន្លងផុតទៅសិស្សមួយចំនួនហ្នឹងក៏ចាប់ផ្ដើមធ្វើលំហាត់ហ្នឹងហើយក៏យកទៅដាក់កែដាក់រហូតតតែសល់តែ2នាក់ហ្នឹងគាត់គ្រូហ្នឹងគាត់ក៏ប្រាប់ទៅថាធ្វើឲ្យយកกระดาษហ្នឹងទៅដាក់នៅការិយាល័យគ្រូទៅហើយគ្រូសុំដកទូរស័ព្ទពួកឯងហើយព្រោះខ្លាចពួកឯងហ្នឹងលួចចម្លងនេះគឺជាការដាក់ទោសដែលពួកឯងនឹងឲ្យគ្រូធ្វើការលើសមកស៊ូអេយើងក៏ឡាំប៉ាភ្លាមអត់ទេអយុត្តិធម៌ណាស់លោកម្ចាស់ប៉ាវហើយដូរម៉ាយើងវិញក៏ថាអូយលោកគ្រូក៏ចិត្តដាច់ដាក់សិស្សម៉ែគ្រូនឹងគាត់ខឹងមែនតែនគាត់ថាហេគ្រូនេះមិនត្រូវរយុត្តិធម៌ណាដោយសារតែពួកឯងនឹងអត់អាចដោះស្រាយកូនលំហាត់ទួយប៉ុណ្ណឹងណាត្រូវឲ្យគ្រូនៅនឹងរាប់ម៉ោងនេះហើយគ្រូឆ្លៀតប្រាប់ថាពីរនាក់ឯងអត់មានលុយខ្ជិលទេណាគ្រូទៅហើយចេញទៅបាត់បិទទ្វារណានៅតែ2នាក់ដូវ៉ាហ្នឹងគាត់ក៏បែកគំនិតគាត់សួរអេថាចង់ដោះស្រាយលំហាត់ហ្នឹងជាមួយគ្នាអត់សម្រាប់ជំរុំមក2នាក់គេហ្នឹងក៏អង្គុយធ្វើលំហាត់2នាក់ទៅហើយពេលហ្នឹងណាម៉ោងហ្នឹងក៏រៀងជ្រែដែរពូសន្តិសុខហ្នឹងគាត់ក៏ចាប់ផ្ដើមដើរឆែកនៅក្នុងសាលាដើរមើលតាមថ្នាក់មួយហ្នឹងថាមានសិស្សនៅអត់ហើយនៅពេលដែលគាត់ដើរចូលដល់បន្ទប់ដែលស៊ូអេនិងដូវ៉ានៅហ្នឹងឃើញថាអត់មានសិស្សទេចឹងហើយពូសន្តិសុខគាត់ក៏ទាញទ្វារបិទចាក់សោតែតាមពិត2នាក់ហ្នឹងគឺនៅក្នុងបន្ទប់ហ្នឹងនៅឡើយតែគ្រាន់តែអង្គុយហ្នឹងគឺបាំងជាមួយនឹងទូសៀវភៅរត់មកធ្វើហើយណាស៊ូអេគឺអន់មែនតើថាអើយទីបំផុតណាហើយដូវ៉ាហ្នឹងក៏ថាភ្លាមឥឡូវឲ្យខ្ញុំមើលតិចមើលចឹងក៏ឃើញថាស៊ូអេហ្នឹងគឺធ្វើគ្មានបានប្រមាណទេស៊ូអេហ្នឹងក៏និយាយមកទៅថាអើយចាំទៅសេលំហាត់ហ្នឹងមើលឲ្យចប់ឲ្យគ្រូទៅមិនខ្វល់ទេមកប្រឹងធ្វើទៀតហ្នឹងក៏ធ្វើមិនចាញ់ដែរហើយស៊ូអេហ្នឹងក៏បញ្ញាប់រត់រះទៅផ្ទះមុនណាលើកដៃបាយដូវ៉ាទៀតតែពេលដែលទៅទាញទ្វារហ្នឹងក៏ចាប់អារម្មណ៍ថាទ្វារហ្នឹងបើកអត់ចេញក៏ចាប់ផ្ដើមបែកញើសស្រាក់ហើយណា